គុណប្រយោជន៍នៃការហាត់ប្រាណសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីរឿងមួយដែលសាមញ្ញប៉ុន្តែមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតរបស់យើងគឺការហាត់ប្រាណការហាត់ប្រាណមិនមែនសម្រាប់តែអ្នកកីឡាអ្នកវ័យក្មេងប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សគ្រប់វ័យគ្រាន់តែដើរលេងបន្តិចរត់ស្រាលឬហាត់ប្រាណនៅផ្ទះក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនដំបូងបំផុតការហាត់ប្រាណជួយឲ្យបេះដូងនិងសួតរឹងមាំវាជួយឲ្យឈាមរត់បានល្អបន្ថយសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងទឹកនោមផ្អែមបើហាត់ជាប្រចាំរាងកាយនឹងមានកម្លាំងមិនងាយនឿយហត់ទី2ការហាត់ប្រាណជួយគ្រប់គ្រងទម្ងន់និងបង្កើនកម្លាំងសាច់ដុំវាអាចជួយដុតជាតិខ្លាញ់បង្កើនភាពបត់បែននិងធ្វើឲ្យរាងកាយមើលទៅសម្ស្រស់និងសុខភាពល្អមនុស្សដែលហាត់ប្រាណជាប្រចាំជាធម្មតាមានឥរិយាបថសកម្មនិងមានថាមពលច្រើនក្នុងការងារប្រចាំថ្ងៃមិនត្រឹមតែរូបរាងទេការហាត់ប្រាណក៏មានអត្ថប្រយោជន៍ចំពោះផ្នែកចិត្តផងដែរវាជួយបន្ថយស្ត្រេសកាត់បន្ថយអារម្មណ៍តានតឹងនិងធ្វើឲ្យអារម្មណ៍សប្បាយរីករាយអ្នកដែលហាត់ប្រាណជាប្រចាំជាទូទៅគេងលក់ស្រួលមានអារម្មណ៍វិជ្ជមាននិងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងសរុបមកការហាត់ប្រាណគឺជាគន្លឹះសំខាន់មួយសម្រាប់ជីវិតមានសុខភាពល្អមិនចាំបាច់ហាត់យូរឬធ្វើឲ្យពិបាកទេគ្រាន់តែចាប់ផ្ដើមពីរឿងតូចហាត់ជាប្រចាំនោះអ្នកនឹងឃើញការផ្លាស់ប្ដូរល្អលើរាងកាយនិងចិត្តរបស់អ្នកសូមអរគុណដែលបានស្ដាប់កុំភ្លេចថាហាត់ប្រាណថ្ងៃនេះដើម្បីសុខភាពល្អថ្ងៃស្អែក